ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចេញមកខាងក្រៅផ្ទះទៀតហើយឥឡូវនេះមកថតអាប់ដេតនេះសាឡាត់របស់ខ្ញុំមកបងប្អូនឥឡូវហ្នឹងសាឡាត់នេះគឺខ្ញុំចាប់ប្របាយគល់វាកាលពីប្រហែលអាទិត្យមុនឥឡូវរីកធំមែនតែនប៉ុន្តែឃើញថាដូចជាមានតកៅស៊ីដែរនេះចាតកៅស្លឹកតកៅអានេះបើសិនជាដល់ខែរៀងក្តៅវាមានចៃមានតកៅវិញចាប៉ិនបើខែត្រជាក់ល្អណាបើដល់ខែក្តៅហ្នឹងចង់ចាប់ផ្ដើមមានចៃមានតកៅចាប៉ុន្តែដើមមានល្អគ្រាន់ថាឲ្យតែចូលដល់ខែក្តៅឡើងវាចាប់ផ្ដើមមានចៃមានតកៅមកស៊ីរុំស្លឹកវាហ្នឹងណាចាបើខែត្រជាក់អត់មានទេគឺថាល្អមែនតើហ្មងអាហ្នឹងតាមតបတ်ពិសោធន៍ខ្ញុំដាំណានេះថ្ងៃនេះមកចេញមកប្រមូលផលអាមួយនេះមកក្តោបនេះបងប្អូនអាហ្នឹងតទុកយូរតិចទៀតនៃកើតចៃហើយបើមិនចៃទេតិចទៀតមានតកៅទៀតអញ្ចឹងអូចៃហើយហ្នឹងនេះមានចៃបាត់ហើយហ្នឹងនេះចៃប៉ុណ្ណាប៉ុណ្ណីហើយចឹងមិនថាសាឡាត់ហ្នឹងឲ្យតែពេលដាំខែក្តៅល្អតែទុកយូរគឺថាមានចៃហើយចានេះមានចៃទេតាបងប្អូនឃើញនេះចាឥឡូវនេះលឹកខ្ទឹមនេះល្អខ្លាំងណាស់បងប្អូនអើយនេះលឹកខ្ទឹមខែនេះទៅលឹកខ្ទឹមដុះល្អឥឡូវនេះក៏ចេញមកប្រមូលផលបន្លែគ្រប់មុខតែម្ដងបេះស្លឹកខ្ទឹមបេះអីនឹងទុកយកទៅនេះហ៎បងប្អូននេះញ៉ាំអត់អស់យើងយកទៅដល់ខ្ញុំកាត់វាលាងសម្អាតហើយខ្ញុំកាត់វាជាកង់ទុយđâyហាន់វាឲ្យទុកយើងបកកនៅក្នុងទូកកចាអញ្ចឹងខ្ញុំបេះយកទៅឲ្យហើយទៅដល់ពេលទៅដល់ក្នុងហ្នឹងយើងលាងសម្អាតហើយយើងអត់តន់ញ៉ាំយើងហាន់វាដាក់ក្នុងទូកកដាក់នៅក្នុងថង់ស៊ីប្លុកបាកអីអញ្ចឹងណាដល់យើងត្រូវការប្រើយើងយកចេញមកយើងប្រើបានតែម្ដងនេះបងប្អូនខាងនេះមានទៀតនិយាយទៅនៅនេះយើងជួនកាលទៅឆ្ងាយពីផ្សារអីដែរយើងខ្ជិលទៅទិញណាយើងកាត់វាទុកដល់ពេលវាសបោអញ្ចឹងយើងអត់តន់ប្រើយើងកាត់វាទុកទៅយើងហាន់វាឲ្យហើយដាក់នៅក្នុងទូកកបានចានេះបងប្អូនប្រមូលបានច្រើនណាថ្ងៃនេះស្លឹកខ្ទឹមហើយសម្រាប់ស្លឹកខ្ទឹមនេះដែរគឺថាងាយស្រួលដាំមែនតែនខែត្រជាក់ក៏ដាំដុះស្រួលខែក្តៅក៏ដាំដុះល្អដែរសម្រាប់ខែត្រជាក់អត់ចាញ់ត្រជាក់ណាពេលតែត្រជាក់ធ្លាក់តកក៏ខ្ទឹមហ្នឹងនៅតែដុះដែរវាអត់ងាប់ទេបងប្អូនចាគឺថាងាយស្រួលដាំមែនតែននៅស្រុកនេះគឺថានៅតំបន់ដែលខ្ញុំរស់នៅនេះវាអាកាសធាតុត្រជាក់អញ្ចឹងបងប្អូនដាំល្អបានតែស្លឹកខ្ទឹមហើយនឹងសាឡាត់នេះទេបងប្អូនអើយគឺថាដាំល្អគ្រប់រដូវកាលតែម្ដងជាពិសេសនៅខែត្រជាក់ធ្លាក់តកគឺថាដាំល្អខ្លាំងមែនតែនតែម្ដងសម្រាប់ពីមុខនេះអត់ចាញ់តកទេហើយនេះបងប្អូនសម្រាប់ស្លឹកខ្ទឹមដែលខ្ញុំបេះមកមិញហ្នឹងខ្ញុំយកមកដល់លាងសម្អាតជាមួយនឹងទឹកហ្នឹងឲ្យបានស្អាតទៅខ្ញុំហាន់វាជាកង់បែបនេះចាយើងហាន់វាល្អិតបែបនេះទៅហើយរួចហើយខ្ញុំយកមកដាក់នេះរ៉ាបជាមួយនឹងថង់ផ្លាស្ទិករ៉ាបបែបនេះបងប្អូនចាខ្ញុំរ៉ាបវាមួយអញ្ចឹងបន្ទាប់ពីយើងរុំជាមួយនឹងថង់ស៊ីប្លុកបាក់មួយអញ្ចឹងហើយយើងដាក់មកមកស្លមកពេលឬក៏យកដាក់បង់ស្លឬមួយក៏ដាក់លើបាយឆាអីមកល្មមយើងដាក់ប្រើមកពេលតែម្ដងបន្ទាប់ពីខ្ញុំរ៉ាបវាម្ដុំអញ្ចឹងហើយខ្ញុំយកវាទៅដាក់នៅក្នុងទូទឹកកកផ្នែកកកឬមួយក៏បងប្អូនបើមិនចង់រ៉ាបវាជាដុំទូអញ្ចឹងទេយើងអាចដាក់វាចូលនៅក្នុងថង់ស៊ីប្លុកបាកបន្ទាប់ពីយើងហាន់វារួចហើយហ្នឹងយើងអាចដាក់ច្រកវានៅក្នុងថង់ស៊ីប្លុកបាកផ្ទាល់តែម្ដងក៏បានដែររួចហើយយើងយកវាទៅដាក់នៅក្នុងទូទឹកកកផ្នែកខាងកកហ្នឹងទៅគឺវាអត់ខូចទេបងប្អូននេះបន្ទាប់ពីយើងខ្ចប់ជាដុំទូអញ្ចឹងហើយនិយាយទៅដុំហ្នឹងយើងដាក់មកល្មមសម្រាប់ដែលយើងស្លម្ដងមកពេលតែម្ដងរួចហើយខ្ញុំយកវាទៅដាក់ច្រកនៅក្នុងថង់ស៊ីប្លុកបាកមួយជាន់ទៀតសកត់ឲ្យអស់ខ្យល់ណាចាយើងសកត់វាឲ្យអស់ខ្យល់ទៅរួចហើយបានយើងយកវាទៅដាក់នៅក្នុងទូទឹកកកផ្នែកខាងកកទៅពេលណាដែលយើងត្រូវការញ៉ាំឬក៏ត្រូវការស្លឬក៏ត្រូវដាក់លើបាយឆាឬដាក់ម្ហូបស្លស្ងោរអីបន្តិចបន្តួចហ្នឹងយើងយកម្ដុំអញ្ចឹងមកយើងយកមកដូចថាមកល្មមមកយើងស្លតែម្ដងអញ្ចឹងពេលណាយើងត្រូវការប្រើយើងយកចេញមកយើងប្រើបានតែម្ដងគឺថាងាយស្រួលមែនតើហើយយើងទុកបានយូរទៀតហើយបើសិនជាយើងអត់ធ្វើអញ្ចឹងទេណាយើងយកមកទុកលាងសម្អាតហើយទុកក្នុងទូទឹកកកផ្នែកខាងត្រជាក់ធម្មតាហ្នឹងតែ4-5ថ្ងៃហ្នឹងគឺវារលួយអស់ហើយចាអញ្ចឹងហើយនៅរាល់ពេលដែលខ្ញុំចេញទៅកាត់ស្លឹកខ្ទឹមហ្នឹងបានចំនួនច្រើនគឺខ្ញុំតែងតែធ្វើបែបនេះហើយព្រោះកាលណាយើងធ្វើអញ្ចឹងទៅយើងទុកប្រើបានយូរវាអត់ខូចចាហើយនេះគ្រាន់តែជាតិចនិចខ្លះក្នុងការបកកស្លឹកខ្ទឹមដើម្បីទុកប្រើបានយូរនៅពេលដែលយើងប្រើអត់អស់នៅក្នុងពេលឥឡូវភ្លាមណាចាប៉ុន្តែបើសិនជាបងប្អូនមានតែចំនួនតិចយើងប្រើអស់ភ្លាមក៏ជាការល្អដែរតែនេះសម្រាប់ខ្ញុំដូចថាខ្ញុំដាំបានច្រើនហើយខ្ញុំអត់អាចញ៉ាំអស់ក្នុងមួយពេលខ្ញុំតែងតែយកមកធ្វើបកកចឹងទៅយើងកុំឲ្យវាខូចចា